អាយុដំបណ្ឌិតសុភិរិនទីប្រឹក្សាផ្ទាល់សម្ដេចនាយកនាយករដ្ឋមន្ត្រីជាអភិបាលនៃគណៈអភិបាលខេត្តសៀមរាបនិងជាអនុប្រធានក្រុមប្រឹក្សាអភិបាលអាជ្ញាធរអប្សរាបានអញ្ជើញធ្វើដំណើរទៅកាន់តំបន់រមណីយដ្ឋានឧទ្យានភ្នំគូលែនកាលពីពេលកន្លងទៅដើម្បីធ្វើការត្រួតពិនិត្យនៅតំបន់នោះឆ្លើយតបទៅនឹងស្មារតីនៃកិច្ចប្រជុំរបស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិដើម្បីកិច្ចការអភិរក្សនិងអភិវឌ្ឍឧទ្យានប្រវត្តិសាស្ត្រអង្គរ CIC ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី6ខែធ្នូឆ្នាំ2012ដែលមានគោលបំណងជំរុញឲ្យតំបន់រមណីយដ្ឋានឧទ្យានភ្នំគូលែនទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការ UNESCO ផងដែរសូមរំលឹកថាកាលពីថ្ងៃទី6ខែធ្នូឆ្នាំ2012ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់អាយុដំបណ្ឌិតសភាចាសុកអានឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធានអាជ្ញាធរជាតិអប្សរានៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិដើម្បីកិច្ចការអភិរក្សនិងអភិវឌ្ឍឧទ្យានប្រវត្តិសាស្ត្រអង្គរ CIC លើកទី22បានលើកឡើងនៅគម្រោងរៀបចំតំបន់រមណីយដ្ឋានឧទ្យានភ្នំគូលែនចុះចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកហើយពេលនោះអាយុដំបណ្ឌិតសុភាចាសុកអានបានចាត់តាំងដល់អាយុដំបណ្ឌិតសុភិរិនដើម្បីធ្វើការត្រួតពិនិត្យដល់ផលប៉ះពាល់ទាំងឡាយនិងធ្វើជារបាយការណ៍ការធ្វើដំណើរនេះបានការចូលរួមពីសំណាក់អាយុដំសឿងគង់អគ្គនាយករងអាជ្ញាធរអប្សរាអស់លោកជាអភិបាលស្រុកក្រុមប្រឹក្សាស្រុកទាំងពីរដែលពាក់ព័ន្ធមានស្រុកបន្ទាយស្រីនិងស្រុកស្វាយលើបន្ទាប់ពីបានទទួលស្ដាប់នៅសេចក្តីរាយការណ៍យ៉ាងលម្អិតនៅភូមិសាស្ត្រលើក្នុងភ្នំគូលែនរបៀបរៀបរយសន្តិសុខសណ្ដាប់ធ្នាប់ក៏ដូចជាការរៀបចំនៅរាល់សេវាបម្រើដល់ភ្ញៀវទេសចរពីសំណាក់អាយដាមសឿងគង់ក៏ដូចជាការគ្រប់គ្រងរដ្ឋបាលពីសំណាក់អស់លោកអភិបាលស្រុកទាំងពីររួចមកអាយដាមបណ្ឌិតសុភិរិនរួមនឹងសហការីបានចុះពិនិត្យផ្ទាល់ដល់រាល់ភូមិសាស្ត្រសំខាន់មានជាអាចរូបសម្លាក់លឹងទាំង1000ដែលនៅក្រោមបាតទឹកអូឆ្លោះភ្នំគូលែនទឹកផុសព្រះអង្គធំនិងវាលព្រះក្រាលជាដើមនៅក្នុងសេចក្តីផ្ដាំផ្ញើជូនដល់អាជ្ញាធរអប្សរានិងអស់លោកជាអភិបាលស្រុកទាំងពីរអាយុដំបណ្ឌិតសុភិរិនបានផ្ដល់អនុសាសន៍ថាត្រូវប្រឹងប្រែងថែរក្សានៅត្រឹមកម្រិតនេះពុំអនុញ្ញាតផ្ដល់ការឲ្យចុះមករស់នៅបន្ថែមឬកាប់ឆ្ការព្រៃរៀនទន្ទ្រានដីជាដើមមានន័យថាជាមោទនភាពបំផុតដើម្បីធ្វើសេចក្តីរាយការណ៍នៃគម្រោងរួមជាមួយនឹងការរីកចម្រើននិងភាពប្រសើរឡើងរបស់ប្រជាពលរដ្ឋខេត្តសៀមរាបក្រោមការដឹកនាំប្រកបដោយមហាគតិបណ្ឌិតនៃសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការអភិវឌ្ឍនិងរាល់ផលទាំងឡាយដែលទទួលមកពីតម្លៃបេតិកភណ្ឌរបស់រមណីយដ្ឋានទាំងអស់នៅក្នុងខេត្តសៀមរាបខ្ញុំបាទជាជាន់សុខរិទ្ធីធ្វើសេចក្តីរាយការណ៍ពីខេត្តសៀមរាប